រៀបសួរបងប្អូនអំពូមិញថ្ងៃនេះយើងមកជ្រក់ប្រូក្រៀវទាំងអស់គ្នាហើយនឹងគេហៅប្រូក្រៀវបងប្អូនមើលទៅដូចគល់ខ្ទឹមអញ្ចឹងប៉ុន្តែមិនមែនទេមុនដំបូងយើងបកវាឲ្យស្អាតបកសំបកវាខាងក្រៅឲ្យអស់ហាបងប្អូនបន្ទាប់មកចាំយើងយកវាទៅលាងទឹកឲ្យស្អាតដីហើយយើងដាក់អំបិលចូលប្រឡាក់វាស្កតវាឲ្យចេញទឹកស្កតនឹងអីក៏បានដែរបងប្អូនឲ្យតែធ្ងន់យើងធ្វើអញ្ចឹងទៅបានវាបាត់ហាងចាំ20នាទីចាំយើងយកវាមកលាងទឹកទៀតយើងលាងឲ្យស្អាតហើយចាំយើងស្រោចជាមួយទឹកក្តៅយើងដាក់ជាមួយទឹកក្តៅហើយចាំយើងស្រោះវាមកវិញយើងដាក់ទឹកកកវាស្រួយល្អហើយយើងត្រៀមវាដាក់ក្នុងកន្លទៅចំពោះកន្លវាយើងប្រើកន្លថ្មបានកែវក៏យើងត្រូវស្រោះសិនដែរបងប្អូនដើម្បីសម្លាប់មេរោគវាយើងយកប្រូក្រៀវមកដាក់ក្នុងកន្លមកហើយចាំយើងទៅធ្វើទឹកសម្រាប់ចាក់ចូលយើងប្រើទឹកខ្មេះខ្មែរបងប្អូនដាក់ទឹកខ្មេះលាយជាមួយទឹកយើងសំនៅខាងលើហ្នឹងហើយដាំទៅក្តៅអ៊ុនៗចាំយកមកចាក់ក្នុងប្រូក្រៀវ3ថ្ងៃញ៉ាំបានហើយបងប្អូនចាំសាកធ្វើតាមអូនទៅស្រួយខ្ញៅត្មងអរគុណបងប្អូនបានតាមបានវីដេអូអូន